ភាពខុសប្លែកគ្នារវាងការប្រើប្រាស់ពាក្យ vacations and holiday ពាក្យថា vacation នៅក្នុងភាសាខ្មែរយើងបកប្រែថាវិសមកាលចំណែក holiday គឺយើងបកប្រែថាថ្ងៃឈប់សម្រាក Vacation is a long period of personal time you take up from work or school, usually involving travel. Vacation មានន័យថាជាការឈប់សម្រាកពីការងារឬក៏សាលារៀនរយៈពេលវែងហើយការឈប់សម្រាកនេះផងដែរគឺយើងរាប់បញ្ចូលជាមួយនឹងការដើរលេងទៅកន្លែងនេះឬក៏កន្លែងនោះដោយក្មេងៗតែងវ៉ាកងពីសាលាឧទាហរណ៍រយៈពេលមួយខែឬក៏មួយខែកន្លះអាហ្នឹងវាចូលជា vacation ហើយឧទាហរណ៍ដូចជា I am going on vacation to Siem Reap for 2 weeks កន្លែងនេះមានន័យថាខ្ញុំនឹងទៅវិសមការឬក៏ឈប់សម្រាកទៅលេងនៅសៀមរាបរយៈពេល2សប្តាហ៍ចំណែក holiday is an official day off for everyone holiday វាគឺជាថ្ងៃឈប់សម្រាកឬក៏ជាថ្ងៃបុណ្យដែលភាគច្រើនយើងឈប់ត្រឹមតែមួយថ្ងៃឬក៏ពីរថ្ងៃទេឧទាហរណ៍ដូចជា tomorrow is a public holiday so school are closed ឧទាហរណ៍នេះមានន័យថាស្អែកគឺជាថ្ងៃឈប់សម្រាកជាសាធារណៈអញ្ចឹងសាលាគឺត្រូវបានបិទ